សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំលើកជាគំនិតមួយថាប្រទេសកម្ពុជាឬក៏ជនជាតិខ្មែរយើងគួរតែធ្វើអីស្ងាត់ៗទៅអ្វីដែលអាចឲ្យប្រទេសផ្សេងឬក៏សត្រូវរបស់យើងមានការត្រៀមខ្លួនទុកមុនឬក៏ភ្ញាក់ផ្អើលកុំបាច់បង្ហាញឲ្យគេដឹងមិនមែនគ្រប់សកម្មភាពទាំងអស់ត្រូវការប្រកបប្រកាសទេហើយក៏មិនមែនគ្រប់ស្នាដៃឬក៏ភាពជោគជ័យទាំងអស់ត្រូវការទះទ្រូងឲ្យគេមើលដែររឿងធម្មតាយើងកត់ត្រាទុកជាឯកសារទៅមិនចាំបាច់យកមកបំផោងឲ្យវាធំពេកទេដោយភាសាអង់គ្លេសគេថា serious country don't hype hype ហ្នឹងគឺធ្វើឲ្យប៉ោងធំអញ្ចឹងប្រទេសដែលគេយកចិត្តទុកដាក់រឿងអីមួយគឺគេធ្វើស្ងាត់ឧទាហរណ៍ទៅចុះតកតងនឹងផ្នែកវិស័យកងទ័ពអានោះយើងគួរតែលាក់ការទៅផ្នែកសេដ្ឋកិច្ចក៏ដូចគ្នាដែរខ្ញុំគិតថាយើងគួរតែនិយាយទៅតាមអ្វីដែលកើតឡើងប៉ុន្តែកុំអួតពីព្រោះរឿងអួតហួសពីការពិតនេះថ្ងៃណាមួយវានឹងបកមកខាំយើងវិញអ្នកនេះត្រូវកាត់បែបនេះបើសិនជាយើងចាំបាច់ថាត្រូវតែប្រកាសថាយើងខ្លាំងបានតែយើងវាមិនទាន់ខ្លាំងទេហើយតាមបទពិសោធន៍របស់ខ្ញុំគឺវាអញ្ចឹងនៅក្នុងរឿង Game of Thrones មានឈុតមួយប្រហែលជាអ្នកគ្នាដឹងអ្នកដែលបានមើលរឿងហ្នឹងគឺតួអង្គ Tywin ហើយនិង Joffrey ចាប់ផ្ដើមទាស់ពាក្យសម្ដីគ្នា Joffrey គាត់គិតថា Tywin ហ្នឹងមិនចេះធ្វើសង្គ្រាមទេពីព្រោះមានរឿងអីលាក់ខ្លួនតែនៅ Castle Rock មិនអាចចេញក្បាលមកទេប៉ុន្តែ Tywin ខ្លួនឯងដឹងថាគ្រប់យ៉ាងដែលគាត់កំពុងតែធ្វើហ្នឹងគឺដើម្បីដាក់ Joffrey នៅលើរាជបល្ល័ង្កងាយស្រួលគ្រប់គ្រង Joffrey ពេលហ្នឹងគឺខឹងជាមួយនឹង Tyrion អញ្ចឹងគាត់ក៏ស្រែកថាខ្លួនគាត់គឺជាស្ដេច Tywin គាត់ធុញទ្រាន់ខ្លាំងពេកក៏ប្រាប់ថាបើសិនជាអ្នកណាម្នាក់ចាំបាច់ប្រកាសថាខ្លួនឯងជាស្ដេចបានន័យថាម្នាក់ហ្នឹងមិនមែនជាស្ដេចទេចឹងនេះគឺជាគំនិតដែលយើងយកមកប្រើបើសិនយើងត្រូវតែប្រាប់គេបាននេះយើងវាមិនតាន់ខ្លាយជារបស់ដែលយើងនិយាយនឹងទេហើយការធ្វើអីស្ងាត់នេះខ្ញុំគិតថាក៏ជាយុទ្ធសាស្ត្រល្អមួយដែរទី1គឺកុំឲ្យបែកដំណឹងកុំឲ្យគេដឹងពីសមត្ថភាពរបស់ប្រទេសយើងទី2កុំឲ្យប្រជាជនយើងនឹងមានអំនួតខុសជឿជាក់លើប្រទេសក៏ជឿទៅចោះតែអំនួតខុសនេះគ្រោះថ្នាក់នៅពេលដែលយើងគិតថាយើងកំពុងតែផ្សព្វផ្សាយពីចំណុចខ្លាំងរបស់ខ្លួនឯងតាមពិតគឺយើងកំពុងតែបើកទ្រូងឲ្យគេឯកចឹកឲ្យគេឃើញចំណុចខ្សោយរបស់យើងសោះនិយាយឲ្យតិចជាងមុនអបអរឲ្យតិចជាងមុនតែស៊ូឲ្យមានលទ្ធផលច្រើនវិញហើយខ្ញុំមានឧទាហរណ៍ប្រទេសពីរដែលមួយជាមិត្តរបស់យើងហើយមួយទៀតយើងអាចរកថាជាសម្ព័ន្ធមិត្តក៏បានដែរក្នុងពេលបច្ចុប្បន្ននេះគឺប្រទេសជប៉ុនហើយនិងប្រទេសវៀតណាមជប៉ុនមិនដូចចិនទេជប៉ុនមិនមែនជាប្រទេសដែលវងឲ្យគេដឹងពីកម្លាំងខ្លួនឯងទេជប៉ុនបច្ចុប្បន្ននេះមិនដើរគំរាមអ្នកដទៃទេប៉ុន្តែជប៉ុនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីគំរាមអ្នកដទៃបើសិនជាចង់ធ្វើបាត់មែនបើសិនជាវិស័យយោធាយើងឃើញថាជប៉ុនកម្របង្អួតពីវិស័យយោធាខ្លួនឯងណាតែបើមានសង្គ្រាមជប៉ុនគេត្រៀមខ្លួនរួចជាស្រេចជាតិនិយមរបស់ជប៉ុនខ្លាំងណាស់អាចខ្លាំងជាងខ្មែរយើងផងតែជប៉ុនគេមិនបង្ហាញចេញមកក្រៅឲ្យជនជាតិផ្សេងទៀតយកទៅនិយាយដើមគេទេបើអ្នកនរគ្នាប្រៀបធៀបជាតិនិយមចិនហើយនិងជាតិនិយមជប៉ុននឹងឃើញពីចំណុចមួយហ្នឹងចិននឹងប្រាប់គេត្រង់ថាខ្លួនឯងជាជនជាតិចិនជប៉ុនអត់ចាំបាច់និយាយទេប៉ុន្តែអ្នកផ្សេងទៀតគេដឹងថាជប៉ុននេះជាតិនិយមណាស់បើយើងមើលទៅលើវិស័យដែលជប៉ុនផ្ដោតយកចិត្តទុកដាក់កន្លងមកសុទ្ធតែជាវិស័យស្ងាត់ឧទាហរណ៍ដូចជាការដឹកជញ្ជូនវិស័យផ្នែកថាមពលការអប់រំ technology វិស័យទាំងនេះគឺស្ងាត់ជ្រាបវិស័យដែលជប៉ុនបង្អួតគេច្រើនសុទ្ធតែវិស័យដែលមិនមានគ្រោះថ្នាក់ដូចជាផ្នែកទេសចរម្ហូបអាហារសិល្បៈ anime ហើយទាំងអស់នេះជប៉ុនបង្ហាញគេមែនការបង្ហាញរបស់ដែលមិនគ្រោះថ្នាក់គឺចង់ប្រាប់ឲ្យអ្នកផ្សេងទៀតគិតថាជប៉ុនមិនមែនជាប្រទេសគ្រោះថ្នាក់ទេជប៉ុនអត់គ្រោះថ្នាក់មែនតែបើសិនជាអ្នកណាចង់ទៅសាកជាមួយជប៉ុនអានឹងគឺជារឿងផ្សេងឥឡូវយើងមើលមកខាងវៀតណាមវិញវៀតណាមក៏មិនសូវខុសគ្នាពីជប៉ុនប្រហែលដែរដោយសារតែវៀតណាមឆ្លងកាត់សង្គ្រាមច្រើននៅក្រោមអាណានិគមគេដូចយើងដែរអញ្ចឹងវៀតណាមមិនសុំអ្នកណាម្នាក់ឲ្យមកគោរពពួកគេទេវៀតណាមមិនបង្ហាញនេះបង្ហាញនោះឲ្យគេឃើញដើម្បីឲ្យគេគោរពទេយើងនិយាយចេះហើយបើសិនជាមានបញ្ហាចំនួនវៀតណាមក៏មិនរត់ចូលទៅទាំងអស់គ្នាដែរគេដើរកើមចំពោះសង្គ្រាមវិញវៀតណាមចងចាំច្បាស់ណាស់អញ្ចឹងវៀតណាមមើលឃើញសង្គ្រាមថាជាការចំណាយដ៏ធំមួយដែលអាចប៉ះពាល់ដល់ប្រទេសទាំងមូលវៀតណាមមិនយកសង្គ្រាមមកនិយាយដើម្បីគេខ្លាចទេប៉ុន្តែនៅពីក្រោយខ្នងប្រទេសនេះខ្វល់ខ្វាយពីរឿងគុណភាពនិងបរិមាណរបស់យោធានិងមន្ត្រីរបស់ខ្លួនឯងឧស្សាហកម្មគ្រប់ផ្នែកនៅក្នុងស្រុកទាំងអស់គឺមានការរុញច្រានជាប្រចាំដោយស្ងាត់ការទូតវៀតណាមធ្វើស្ងាត់ក្នុងគោលបំណងបើកទ្វារឲ្យប្រទេសវៀតណាមនេះចូលទៅជាមួយគេជាមួយឯងបើយើងនិយាយទៅយុទ្ធសាស្ត្ររបស់ប្រទេសវៀតណាមទី1គឺធ្វើយ៉ាងណាអាចឈរជើងបាន
បន្ទាប់មកចាំអភិវឌ្ឍខ្លួនម្ដងតិចហើយបើសិនជាថ្ងៃណាមួយឱកាសវាមកដល់ចាំទទួលជ័យជំនះហើយពេលដែលឈ្នះគឺគេប្រកាសពីលទ្ធផលហើយយើងនឹងឃើញវៀតណាមមិនមែនជាជនជាតិដាក់ខ្លួនទេវៀតណាមក៏មានអំណួតលើខ្លួនឯងដែរតែអំណួតវៀតណាមនេះគឺនៅពីក្រោមភាពស្ងាត់ស្ងៀមរបស់ពួកគេនឹងឯងការដាក់ខ្លួនរបស់វៀតណាមមិនខុសពីតួអង្គស៊ឺមេអ៊ីនៅក្នុងរឿងសាមកុកទេអញ្ចឹងអ្នកនរប្រហែលជាយល់ពីចំណុចហ្នឹងហើយពេលខ្ញុំនិយាយអញ្ចឹងខ្ញុំគិតថាខ្មែរយើងគួរតែធ្វើដូចប្រទេសពីរហ្នឹងអញ្ចឹងរឿងពហិការអីនេះមកដល់ឥឡូវនេះខ្ញុំគិតថាគួរតែស្ងាត់ធ្វើនៅខាងក្រៅអត់ចាំបាច់ឡូឡានៅលើបណ្ដាញសង្គមទេធ្វើកុំឲ្យគេដឹងថាខ្មែរយើងកំពុងតែពហិការដើម្បីជៀសវាងបញ្ហាជាមួយនឹងអាស៊ានពីព្រោះយើងនៅក្នុងអាស៊ានហើយរឿងជឿច្បាប់អន្តរជាតិឬក៏មិនជឿស្ងាត់មាត់ជឿមិនជឿក៏ត្រូវតែធ្វើជាជឿដែរពឹងខ្លួនឯងក៏ដោយចង់ពឹងអ្នកណាក៏ដោយក៏ត្រូវតែបង្ហាញថាយើងនៅតែពឹងផ្អែកលើច្បាប់អន្តរជាតិខ្មែរជាជនជាតិមួយដែលមានប្រវត្តិសាស្ត្រយូរមកហើយអញ្ចឹងយើងមិនគួរធ្វើខ្លួនដូចក្មេងទេយើងគួរធ្វើទៅតាមអាយុកាលនៃប្រទេសរបស់យើងទឹកដីរបស់យើងអញ្ចឹងខ្ញុំរំលឹកម្ដងទៀតបើសិនជាយើងត្រូវតែប្រាប់គេថាយើងខ្លាំងបានតែយើងមិនទាន់ខ្លាំងទេហើយបើសិនជាយើងខ្លាំងហើយទោះបីជាយើងអត់និយាយអីសោះក៏គេដឹងថាយើងខ្លាំងដែរហើយឧទាហរណ៍យើងអាចមើលប្រទេសជប៉ុនហើយនិងប្រទេសវៀតណាមហ្នឹងទៅជប៉ុនគេយល់ពីចំណុចនេះច្បាស់ណាស់ហើយវៀតណាមក៏កំពុងតែដើរតាមក្រោយត្រុកតាមផ្លូវរបស់ជប៉ុនហ្នឹងដែរឥឡូវសួរវិញតើខ្មែរយើងធ្វើបានឬអត់ខ្ញុំគិតថាធ្វើបានតែត្រូវការពេលវេលាដោយសារតែខ្មែរយើងចូលចិត្តនិយាយយើងចូលចិត្តនិយាយលឺចូលចិត្តបង្ហាញហើយចង់ឲ្យគេសរសើរខ្ញុំមិនហាមមករឿងនិយាយឲ្យលឺបង្ហាញគេឬចង់ឲ្យគេសរសើរហ្នឹងវាមិនបញ្ហាទេតែយើងអាចទុកអាហ្នឹងចាំដល់ពេលដែលយើងខ្លាំងរួចហើយចាំយើងយកមកនិយាយក្នុងពេលយើងកំពុងតែប្រឹងប្រែងយើងស្ងាត់ទៅយើងអោនមុខប្រឹងប្រែងទៅវាគ្មានជារឿងអាម៉ាស់អីទេបើយើងដឹងខ្លួនឯងហើយយើងកំពុងតែប្រឹងកសាងប្រទេសកសាងខ្លួនអញ្ចឹងវាគ្មានអីត្រូវខ្មាស់គេទេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេនៅក្នុងវីដេអូនេះជាការយល់ឃើញរបស់ខ្ញុំទេបើសិនជាអ្នកនេះគិតថាត្រឹមត្រូវសមហេតុផលក៏សាកល្បងធ្វើទៅឥឡូវនេះយើងមានសត្រូវមួយបើកចំហហើយសត្រូវហ្នឹងគឺវាតាមដានមើលប្រទេសយើងជាប់រហូតបើយើងមិនចង់ឲ្យវាមើលឃើញមានតែយើងកុំបង្ហាញចេញមកយើងធ្វើស្ងាត់នៅក្នុងចិត្តយើងទៅអរគុណសម្រាប់ការស្ដាប់ចាំជួបគ្នានៅក្នុងវីដេអូក្រោយ